My favorite book. Hello everyone. Today I want to talk about my favorite book. Everyone has a favorite book. My favorite book is simple and interesting. I like reading this book. It helped me learn new things. When I read, I feel calm. I enjoy quiet time with my book. The book has a good story. The words are easy to understand. I read my favorite book at home. Sometimes I read before sleep. Reading makes me better every day. It helps me improve my English. This is my favorite book. Thank you for listening. សភៅដែលខ្ញុំចូលចិត្តសួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់និយាយអំពីសភៅដែលខ្ញុំចូលចិត្តបងប្អូនប្រកាសជាមានសភៅដែលខ្លួនឯងចូលចិត្តហើយសភៅដែលខ្ញុំចូលចិត្តគឺវាមានលក្ខណៈធម្មតាហើយគួរឲ្យចាប់អារម្មណ៍ខ្ញុំចូលចិត្តអានសភៅនេះខ្លាំងណាស់វាជួយឲ្យខ្ញុំរៀនពីអ្វីថ្មីផ្សេងបន្ថែមទៀតណានៅពេលដែលខ្ញុំអានខ្ញុំមានអារម្មណ៍ថាស្ងប់ស្ងាត់ហើយពេលវេលាដែលខ្ញុំរីករាយជាមួយនឹងពេលវេលាដែលស្ងប់ស្ងាត់នៅក្នុងការអានសភៅហ្នឹងណាក្នុងសភៅវាមានសាច់រឿងល្អៗជាច្រើនហើយមានពាក្យដែលងាយស្រួលក្នុងការយល់ណាហើយខ្ញុំតែងតែអានសភៅដែលខ្ញុំចូលចិត្តនៅផ្ទះពេលខ្លះខ្ញុំអានមុនពេលចូលគេងអានហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាប្រសើរឡើងជារៀងរាល់ថ្ងៃវាជួយកែលម្អភាសាអង់គ្លេសរបស់ខ្ញុំឲ្យកាន់តែប្រសើរឡើងនេះគឺជាសភៅដែលខ្ញុំចូលចិត្តអរគុណសម្រាប់ការស្ដាប់ទាំងអស់គ្នា